អ៊ីរ៉ង់បានព្រមានថាយុទ្ធនាការរបស់ខ្លួនក្នុងការរឹតបន្តឹងថាមពលពិភពលោកអាចពង្រីកលើច្រកសមុទ្រហូម៉ូសទៅកាន់ផ្លូវដឹកជញ្ជូនសមុទ្រដ៏សំខាន់នៅក្នុងសមុទ្រក្រហមប្រសិនបើការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅតែបន្តការវាយប្រហារនេះអាចពឹងផ្អែកទៅលើសម្ព័ន្ធមិត្តរបស់ក្រុមហូទីរបស់អ៊ីរ៉ង់នៅយេម៉ែនទីក្រុងតេហេរ៉ង់បានព្រមានថាខ្លួនអាចរាំងស្ទះទីផ្សារថាមពលពិភពលោកមិនត្រឹមតែនៅតំបន់ឆ្នេរសមុទ្ររបស់ខ្លួនប៉ុណ្ណោះនោះទេតំបន់ដែលអ៊ីរ៉ង់បានគំរាមកំហែងតាមរយៈសម្ព័ន្ធមិត្តរបស់ខ្លួនគឺផ្លូវដឹកជញ្ជូនដ៏សំខាន់នៅក្នុងច្រកសមុទ្រក្រហមនេះគឺជារបៀបដែលស្ថានភាពអាចកើតមានឡើងអ៊ីរ៉ង់បានប្រកាសសារជាថ្មីថាច្រកសមុទ្រហូម៉ូសត្រូវបានបិទចរាចរណ៍ផ្លូវសមុទ្រខណៈពេលដែលអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបន្តផ្លាស់ប្ដូរការប្រយុទ្ធគ្នាទៅវិញទៅមកផ្លូវទឹកដ៏សំខាន់រវាងអ៊ីរ៉ង់និងប្រទេសអូម៉ង់នេះធ្លាប់ត្រូវបានរាំងស្ទះអស់រយៈពេលជាច្រើនខែនៅដើមឆ្នាំនេះដោយសារជម្លោះបង្កភាពចរាចរណ៍ដ៏ធ្ងន់ធ្ងរលើទីផ្សារថាមពលពិភពលោកជាការឆ្លើយតបអារ៉ាប៊ីសាអូឌីតបានបង្វែរប្រេងឆៅជាង 70% នៃការនាំចេញប្រចាំថ្ងៃរបស់ខ្លួនពីកំពង់ផែនៅក្នុងឈូងសមុទ្រទៅកាន់កំពង់ផែយ៉ាន់បូលើឆ្នេរសមុទ្រក្រហមទីនោះនាវាដឹកជញ្ជូនប្រេងធ្វើដំណើរឆ្លងកាត់បាបអ៊ីលម៉ាប៊ីបរវាងតំបន់ Horn of Africa និងឆ្នេរសមុទ្រប្រទេសយេម៉ែនច្រកនេះត្រូវបានចាត់ទុកថាជាជម្រើសដ៏សំខាន់មួយជំនួសច្រកសមុទ្រហូម៉ូសផងដែរលោក Pedros Cardenas អ្នកស្រាវជ្រាវវិទ្យាស្ថាន Royal Swiss Institute ក្នុងទីក្រុង Brussels បានឲ្យដឹងថាបរិមាណប្រេងដែលឆ្លងកាត់ច្រក Bab el-Mandeb បានកើនឡើងដល់ប្រមាណ 5.4 លានបារ៉ែលក្នុងមួយថ្ងៃនៅត្រឹមត្រីមាសទី1នៃឆ្នាំ2026ខណៈអ្នកផលិតនិងពាណិជ្ជកម្មស្វែងរកផ្លូវជំនួសក្នុងអំឡុងពេលដែលមានការរំខាននៅក្នុងច្រកសមុទ្រហូម៉ូសផ្លូវនេះបានក្លាយជាច្រកជំនួសដ៏សំខាន់រួចទៅហើយទោះបីជាអ៊ីរ៉ង់មានឆ្នេរសមុទ្រនៅក្នុងសមុទ្រក្រហមក៏ដោយក៏ប្រទេសយេម៉ែនមានហើយភាគរយច្រើននៅក្នុងសមុទ្រក្រហមរបស់យេម៉ែនគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ហ៊ូទីអ៊ីរ៉ង់គាំទ្រក្រុមហ៊ូទីជាផ្នែកមួយនៃអ្វីដែលហៅថា Axis of Resistance ដែលរួមមានក្រុមហ៊ីបូឡានៅក្នុងលីបុងនិងកងជីវពលស៊ីតនៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរក្រុមហ៊ូទីបានបង្ហាញរួមរួចហើយថាពួកគេអាចប្រើមីស៊ីលនាវិកគ្មានមនុស្សបើកនិងអាវុធផ្សេងៗដើម្បីធ្វើឲ្យការចរាចរណ៍ពាណិជ្ជកម្មនៅក្នុងតំបន់មានគ្រោះថ្នាក់សហរដ្ឋអាមេរិកអះអាងថាអ៊ីរ៉ង់បានផ្ដល់អាវុធនិងថវិកានិងការបណ្ដុះបណ្ដាលដល់ក្រុមហ៊ូទីដោយមានការជួយពីក្រុមហេបូឡាក្រុមហ៊ូទីធ្លាប់បានវាយប្រហារលើនាវាផងដែរដោយប្រើអូថូមពិកចាក់ជាច្រើនគ្រឿងត្រួតពិនិត្យនាវានិងបាញ់មីស៊ីលប្រឆាំងនាវាព្រមទាំងយន្តហោះគ្មានមនុស្សបើកការវាយប្រហារចាប់តាំងពីឆ្នាំ2023មកបានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនជាច្រើនជៀសវាងផ្លូវសមុទ្រក្រហមបើទោះបីជាច្រកសមុទ្រមិនដែលត្រូវបានបិទផ្លូវក៏ដោយបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី7ខែកក្កដាឆ្នាំ2023
មកនិងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់កាហ្សាក្រុមហ៊ូទីបានចាប់ផ្ដើមបាញ់ប្រហារទៅលើអ៊ីស្រាអែលនិងនាវាដឹកជញ្ជូននៅច្រកសមុទ្រក្រហមការវាយប្រហារទាំងនេះបានរំខានយ៉ាងខ្លាំងទៅដល់ការដឹកជញ្ជូនពិភពលោកដោយជំរុញឲ្យក្រុមហ៊ុនធំៗជាច្រើន Moss, Hoping, Lois និងក្រុមហ៊ុនផ្សេងទៀតបង្វែរផ្លូវធ្វើដំណើរនៅជុំវិញទ្វីបអាហ្វ្រិកដែលជាផ្លូវវែងនិងចំណាយថ្លៃដើមខ្ពស់ជាងគេក្រុមហ៊ូទីមិនចាំបាច់ប្រើល្បិចនាវាគ្រប់គ្រងនាវាគ្រប់គ្រឿងនិងអនុវត្តបិទផ្លូវច្រកសមុទ្រទាំងស្រុងនោះទេការវាយប្រហារជោគជ័យត្រឹមតែចំនួនតិចឬសូម្បីតែគម្រាមកំហែងដែលគួរឲ្យជឿជាក់ក៏អាចធ្វើឲ្យក្រុមហ៊ុននានារ៉ាប់រងដកការធានាបង្កើនថ្លៃធានាហានិភ័យសង្គ្រាមនិងជំរុញឲ្យម្ចាស់នាវាបង្វែរផ្លូវធ្វើដំណើរតាមជ្រោយខោបគូថោផងដែរបេសកកម្មដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីធានាសេរីភាពនៃការធ្វើចរាចរណ៍នៅលើច្រកសមុទ្រក្រហមបានរួមបញ្ចូលការវាយប្រហារម្ដងហើយម្ដងទៀតទៅលើគោលដៅរបស់ក្រុមហ៊ូទីកាលពីឆ្នាំមុនក្រុមនេះបាននិយាយថាខ្លួននិងគោរពបទឈប់បាញ់រវាងហាម៉ាស់អ៊ីស្រាអែលប៉ុន្តែកាលពីខែមុនពួកគេបានប្រកាសថានឹងហាមឃាត់នាវាដែលមានទំនាក់ទំនងជាមួយនឹងអ៊ីស្រាអែលមិនឲ្យឆ្លងកាត់សមុទ្រក្រហមបន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្ដើមវាយប្រហារយោធាឡើងវិញទោះបីជាយ៉ាងណាមកទល់ពេលនេះក្រុមហ៊ូទីនៅតែមិនទាន់អនុវត្តការគំរាមកំហែងនៅឡើយទេ